លោកថាក់សិននៅសល់ជំហានអ្វីថែមទៀតសម្រាប់ទប់ទល់នឹងពួកយោធាខ្ញុំអត់ដឹងថាថាក់សិនមានស្នៀតអីទប់ទល់ជាមួយពួកអាមាត្យទេខ្ញុំគ្រាន់តែដឹងថាថាក់សិនបញ្ញាប់ចេញកម្លាំងពេកដែលធ្វើឲ្យកើតរឿងនេះតែសំណួរសួរថាតើថាក់សិនមានស្នៀតអីទៀតទប់ទល់ខ្ញុំមើលឃើញថាថាក់សិននៅមានស្នៀតតែម្យ៉ាងទេគឺរឿងសេដ្ឋកិច្ចតែថាក់សិនមិនដឹងទប់ជាប់មិនជាប់ទេបច្ចុប្បន្ននេះប្រជាជនថៃបែកជាពីរប្រជាជនមួយចំនួនគាត់អត់គិតរឿងព្រំដែនទេប្រជាជនគាត់គិតរឿងកាពះគាត់ពីព្រោះស្ថានភាពសេដ្ឋកិច្ចថៃឡង់វាដុនដាបនឹងរដ្ឋាភិបាលភឿថៃកូនថាក់សិននាងផែថោងថានឹងវាអត់ចេះដឹកនាំហើយឥឡូវហ្នឹងគេកំពុងតែចងជើងអថាក់សិនបាទអថាក់សិនវាធ្វើម៉េចឲ្យរដ្ឋាភិបាលភឿថៃហ្នឹងមានវិធានការសេដ្ឋកិច្ចល្អអាហ្នឹងវាទប់ទល់ជាមួយពួកអាមាត្យជាប់បើសិនជាអត់ចាញ់នយោបាយសេដ្ឋកិច្ចបានតាន់ពេលអថាក់សិនវាត្រូវចាញ់ពួកអាមាត្យអាហ្នឹងដំណើរអញ្ចឹងណាកុសលបាទតើស្ថានភាពរបស់ថៃបច្ចុប្បន្នអាចមានរដ្ឋមានអាចមានតែមិនដឹងពេលណាណាស៊ីណាតសុស្ដីនឹងអូនរតនៈសៃហានតើថៃបង្កើតរឿងខាងប្រាសាទតាមាន់ដើម្បីដោះដូរនឹងកោះគុតមែនទេខុសកោះគុតមិនមែនជាកម្មសិទ្ធិរបស់កម្ពុជាទេអ្នកណាគិតរឿងហ្នឹងកំពុងតែវង្វេងហើយតែឆែកមើលអធិបតេយ្យភាពទៅដឹងហើយកោះគុតរបស់ថៃវាទាល់តែរាជការកម្ពុជាដាក់ការទៀមទារយៈកាលកន្លងមកអត់មានទៀមទាទេអញ្ចឹងកុំសម័យណាសៃហានសវណ្ណនេតសួស្ដីអញ្ចឹងខ្ញុំនឹងទទួលឆ្លើយនៅសំណួរណាឆាប់សួរមកខ្ញុំមកខ្ញុំចេះតែឆ្លើយហើយខ្ញុំអាប់ដេតជូនក្រោយពីការបោះឆ្នោតជាប់ប្រធានាធិបតីថ្មីនៅកូរ៉េខាងត្បូងកូរ៉េខាងត្បូងបានកាត់បន្ថយការប្រឈមនឹងកូរ៉េខាងជើងដោយដោះយក speaker ចេញឈប់ផ្សាយបំពងសំឡេងដាក់ខាងជើងវ៉ាន់ណាប៉ុលពតចាត់ទុកសម្ដេចតាជាសត្រូវចុះហេតុអ្វីសម្ដេចតាជួយវៀតណាមខាងជើងដែលជាកុម្មុយនីសផងដែរសីហនុវាភ្លើគេក៏តាក់ក្បាលវាយកទៅប្រើបានហើយវៀតណាមមិនត្រឹមតែតាក់ក្បាលសីហនុយកទៅប្រើទេតាក់ក្បាលប៉ុលពតប្រើរហូតដល់អាលាយស្រុកខ្មែរទៀតណាអញ្ចឹងវណ្ណាសីហនុជាមនុស្សភ្លើណាទោះបីវាក្រោយមកបានឈ្មោះថាមហាវីរៈកណ្ដួយអីក៏ដោយគឺអាភ្លើសុត
ហើយវាជាមនុស្សម្នាក់ចង្រៃចំពោះជាតិខ្មែរយើងកំសត់ណាស់បានអាចង្រៃនឹងមករំខានអស់ពី53រហូតដល់ថ្ងៃវាងាប់បរទេសចិត្តខាងគេសប្បាយណាស់តែយើងមានអាចង្រៃនោះអាចង្រៃនឹងបំផ្លាញយើងហើយមានអាចង្រៃដតីទៀតបំផ្លាញយើងរួមទាំងអាចង្រៃប៉ុលពតនឹងផងនឹងសិនអញ្ចឹងណាអ្នកចង់បានកោះកុដសតតែអ្នកចង់ដេកគុកមិនមែនដេកគុកទេ I love you អ្នកនិយាយពីកោះកុដគឺអ្នករវើរវាយវាទាល់តែរាជការកម្ពុជាដាក់ការទៀមទាលើកោះកុដតែមកដល់ម៉ោងនេះអត់ទេហើយកោះកុដនេះថៃកាន់រហូតមកនៅក្នុងមេតិកាទឹកដីថៃវាជាបនភាពទឹកដីរបស់ថៃវាទាល់តែកម្ពុជាដាក់ការទៀមទាហើយទៀមទាហ្នឹងក៏មិនបានដែរទាល់តែច្បាំងណាទាល់តែច្បាំងអាហ្នឹងអញ្ចឹងណាអញ្ចឹងខ្ញុំចាត់ទុកតែជារឿងរវើរវាយណាតែអញ្ចឹងព័ត៌មានបន្តទៅទៀតអាប់ដេតគឺការចរចាពីថ្ងៃច័ន្ទនិងថ្ងៃអង្គារកន្លងទៅនេះរវាងប្រតិភូអាមេរិកនិងចិនបានព្រមព្រៀងគ្នាហើយនឹងលើកយកកិច្ចព្រមព្រៀងហ្នឹងទៅជូនលោកស៊ីជីនពីននិងលោកដូណាល់ត្រុំឲ្យសម្រាប់ចុងក្រោយនឹងចុះហត្ថលេខាចាំមើលតើព័ត៌មាននឹងរុញដល់សភាពការណាអញ្ចឹងប្រទេសចិននិងប្រទេសអាមេរិកឆ្លោះគ្នាក៏ឆ្លោះគ្នាតវ៉ាក៏តវ៉ាប្រកួតក៏ប្រកួតប៉ុន្តែមានការព្រមព្រៀងគ្នាអានបូរីនៅពេលដល់ថ្ងៃដែលថៃដាក់កំណត់ថានឹងវាយខ្មែរយើងតើលោកពូយល់ថាថៃអាចសាកល្បងវាយដែរឬអត់អានបូរីខ្ញុំអត់ដឹងថាក្មួយបានព័ត៌មានពីណាដែលថាថៃដាក់កំណត់វាយកម្ពុជាអត់ដឹងតាមខ្ញុំគិតរឿងហ្នឹងព័ត៌មានคล้ายៗណាបរិយចឹងអត់ឆ្លើយអីកើតទេព័ត៌មានคล้ายប៊ុនហេងប្រទេសថៃស្ថិតក្នុង Commonwealth country ឬទេលោកពូខ្ញុំអត់ដឹងទេណាពេលព្រមមិនដែលជាអាណានិគមនិយមអង់គ្លេសមិនទៅជា Commonwealth បានអញ្ចឹងខ្ញុំអត់ដឹងទេណាគេរីរំបើសិនស្រស់ស្រួលគ្នាបើកច្រកព្រំដែនឲ្យអ្នកទេសចរពីថៃឡង់ចូលប្រាសាទព្រះវិហារនិងប្រាសាទនានាតាមព្រំដែនរកចំណូលបែងចែកផលលាភជាមួយគ្នាតើបងយល់យ៉ាងណាកាលមុនមានភាពតានតឹងខ្ញុំជាអ្នកអំពាវនាវឲ្យបើកប្រាសាទព្រះវិហាររកស៊ីជាមួយគ្នាខ្ញុំនិយាយអញ្ចឹងតែឥឡូវវាតានតឹងហើយបើកមិនបានណាបងអូនវាតានតឹងហើយហ្វាតូលោកពូ AI មួយណាដែលលោកពូចូលចិត្តប្រើងាយស្រួលប្រើអត់ឆ្លើយបានមកខ្ញុំកំពុងរៀនប្រើដែរអញ្ចឹងខ្ញុំអត់ឆ្លើយបានបាទខ្ញុំរៀនប្រើខ្ញុំ subscribe ទៅ chat GPT ខ្ញុំ subscribe ទៅ Gemini របស់ Google តែក្រោយមកខ្ញុំផ្ដាច់
ជាមីនីទៅព្រោះចំនួននៃការប្រើប្រាស់របស់ខ្ញុំវាតិចអញ្ចឹងកុំឲ្យវាខាត$20ខ្ញុំផ្ដាច់មួយចោលខ្ញុំពេញចិត្តទាំងពីរតែប្រើពីរវាអស់40ខ្ញុំអត់មានលុយអញ្ចឹងខ្ញុំក៏ផ្ដាច់មួយចោលទៅណាប្រើតែ Chat GPT ទេទាំងពីរហ្នឹងវាល្អដូចគ្នាណាវាល្អដូចគ្នាហើយខ្ញុំក៏កំពុងតែរៀនប្រើចំណែកឲ្យខ្ញុំទៅប្រាប់គេថាអានេះល្អជាងអានេះខ្ញុំទៅមិនរួចទេព្រោះខ្ញុំរៀនប្រើដែរណាអាហ្នឹងអញ្ចឹងហើយអានជាភៅបាត់ដំបងទឹកដីនៃអ្នកត្រួសត្រាយរបស់សោមសំអនបោះឆ្នាំ74ដែរឬទេអត់ទេសិភៅហ្នឹងខ្ញុំអត់បានអានទេអត់បានអានហើយអត់ស្គាល់ទៀតបាទខ្ញុំអត់បានអានហើយអត់ស្គាល់ទៀតខ្មែរវាយអត់ឈ្នះសៀមទេលោកពូបានត្រឹមស្មើគ្នាខ្ញុំអត់ដឹងទេអានោះណាខ្ញុំអត់ដឹងទេបាទប្រទេសជាសមាជិកមានបញ្ហានឹងគ្នាតែអាស៊ានដូចគ្មានធ្វើអ្វីសោះមានលោកអាន់វ៉ាអេប្រាហ៊ឹមដែលជាប្រធានអាស៊ានបច្ចុប្បន្នបានទូរស័ព្ទទៅលោកហ៊ុនម៉ាណែតនិងលោកស្រីផែថោងឋានហើយសមត្ថភាពរបស់អាស៊ានមានត្រឹមប៉ុណ្ណឹងមានត្រឹមតែប៉ុណ្ណឹងទេលោកតាតើល្អដែរឬទេប្រសិនបើក្រសួងការបរទេសកម្ពុជាអញ្ជើញអគ្គរដ្ឋទូតបរទេសមកប្រាប់ពីមូលហេតុដែលកម្ពុជាសម្រេចល្អបើជួបជុំគ្នាកងទ័ពលោកទេសីហាលោកប្រាក់សុខុនអីហ្នឹងលោករដ្ឋមន្ត្រីក្រសួងព័ត៌មានអីហ្នឹងសិតតែល្អណាហើយអាប់ដេតរាល់ថ្ងៃឲ្យគេរឹតតែល្អជាអង់គ្លេសជាបារាំងជាជប៉ុនជាចិនណាSony សង្គ្រាមរវាង NATO និងរុស្ស៊ីគេកំពុងតែច្បាំងគ្នាជា proxy ណាបងអូន Sony ហើយប្រហែលថ្ងៃនេះរុស្ស៊ីបានវាយក្រុងខាយីវចំណែកការខូចខាតអត់ទាន់ដឹងទេគេច្បាំងគ្នារាល់ថ្ងៃបើជួនកាលគេផ្សាយបំប៉ោងជួនកាលគេអត់ផ្សាយណាបងកុសលដើម្បីឲ្យតុលាការ ICJ យកបណ្ដឹងពីកម្ពុជាចាត់ការឲ្យបានលឿននិងត្រូវមានការផ្ទុះអាវុធត្រង់ទេខ្ញុំអត់ដឹងដែរអាហ្នឹងឮសូវគេនិយាយអញ្ចឹងប៉ុន្តែខ្ញុំមិននិយាយទេណាកុសលខ្ញុំមិននិយាយទេឲ្យតែឈានដល់ការច្បាំងគ្នាគឺខ្ញុំមិនសូវនិយាយទេអ្នកណានិយាយចុះ Royal Ra ពូធ្លាប់និយាយបញ្យលពី baseline ច្រើនដងដែរហើយអញ្ចឹងបើទៀមទាវាយមិនទៀមទាបាត់ដែនទឹកអញ្ចឹងគួរធ្វើយ៉ាងណាខ្ញុំឆ្លើយអត់កើតទេវាទាល់តែរដ្ឋាភិបាលកម្ពុជាប្រកាសខ្ពង់រាបសមុទ្រជាថ្មីឲ្យច្បាស់ទី1តើ baseline ឆ្នាំ82នៅប្រើឬទេសុពលភាពនៃ baseline ឆ្នាំ82ទី2តើវាស់territorial sea របស់កម្ពុជាឬក៏ដែនសមុទ្រអធិបតេយ្យរបស់កម្ពុជាគឺចេញផែនទីមកបន្ទាប់មកទៀតបន្ទាប់ពីវាស់territorial sea គេហៅថាដែនសមុទ្រអធិបតេយ្យហ្នឹងកម្ពុជាត្រូវបញ្ចេញឲ្យច្បាស់ឡើងវិញនៅ contiguous sea ប្រែមកថាដែនសមុទ្របន្ត12ម៉ែលទៀតហើយក៏ប្រ
កាសដែនសមុទ្រសេដ្ឋកិច្ចផ្ដាច់មុខឲ្យច្បាស់ហើយក៏ប្រកាសខ្ពង់រាបសមុទ្រទៀតបើកម្ពុជាពង្រឹងការប្រកាសឲ្យច្បាស់បន្ថែមទៅលើ baseline ឆ្នាំ82អានោះរឿងអីបានយើងគិតចាញ់រយៈកាលកន្លងមកវាអត់ទាន់តាំងពី82 83មកវាអត់មានការប្រកាសអត់មានការប្រកាសអានោះអញ្ចឹងណាអូខេ Royal ចំណុចហ្នឹងណាតាសុំវីដេអូផុសបានទេអត់បានទេកូនអត់ឲ្យសិទ្ធទេបាទអត់ឲ្យសិទ្ធទេអ្នកដែលយកវីដេអូតាទៅសិតតែចោលទេអូខេចោលទេតាអត់មានទទួលស្គាល់ទេបើ copyright គេទៅ strike អាហ្នឹងទទួលខុសត្រូវខ្លួនឯងអូខេ Fato លោកអ៊ំខ្ញុំចង់យល់ពីការធ្វើបាតកម្មនៅ LA ណារឿងវិធានការពង្រឹងអន្តោប្រវេសន៍រដ្ឋបាលត្រាំនិងការចង់បានរបស់បាតកោខ្ញុំឆ្លើយឲ្យបានណាវណ្ណរដ្ឋឯងមិនដឹងនៅណាទេនៅអាមេរិកឬនៅប្រទេសណាទេអ្វីដែលកើតឡើងគឺមកពីនយោបាយពីរគណៈបកប្រជាធិបតេយ្យចង់ប្រើប្រាស់ជនអណ្ដោប្រវេសន៍ខុសច្បាប់ដើម្បីកសាងសញ្ញាឆ្នោតរបស់ខ្លួនបន្ទាប់មកទៀតគណៈបកប្រជាធិបតេយ្យប្រើប្រាស់ជនអណ្ដោប្រវេសន៍ខុសច្បាប់ដើម្បីបង្កើតអំពើពុករលួយពណ៌សនឹងទី2ទី3យកកម្លាំងជនតាវេសខុសច្បាប់ជាកម្លាំងចលករសម្រាប់បំបះបំបោពេលដែលមិនពេញចិត្តនឹងគណៈបកសាធារណរដ្ឋ3និយាយតែ3ហ្នឹងទេឥឡូវងាកទៅគណៈបកសាធារណរដ្ឋវិញគណៈបកសាធារណរដ្ឋជាគណៈបកដែលប្រុងតែដួលទេដោយសារអីដោយសារគណៈបកសាធារណរដ្ឋនេះបើកុំតដូលណាល់ត្រាំវាឈរឈ្មោះគណៈបកសាធារណរដ្ឋវាដួលបាត់ទៅហើយគណៈបកសាធារណរដ្ឋជាគណៈបកចាំតែចាញ់ពួកប្រជាធិបតេយ្យទេគណៈបកសាធារណរដ្ឋក្រោយពីត្រាំបានឡើងកាន់តំណែងប្រធានាធិបតីគណៈបកសាធារណរដ្ឋហ្នឹងក៏មិនពេញចិត្តត្រាំដែរពេលព្រោះគណៈបកសាធារណរដ្ឋហ្នឹងនៅពេលខ្លួនមានកៅអីនៅសភាខ្លួនចូលចិត្តអំពើពុករលួយសដែរហើយអំពើពុករលួយសហ្នឹងគណៈបកសាធារណរដ្ឋហើយគណៈបកប្រជាធិបតេយ្យហ្នឹងពុករលួយស្មើគ្នាគ្រាន់តែមួយពុករលួយរបៀបផ្សេងទៅមួយទៀតពុករលួយរបៀបផ្សេងទៅហើយពុករលួយហ្នឹងចាប់ដាក់គុកអត់បានទេព្រោះច្បាប់គេថាអត់ខុសអញ្ចឹងនៅពេលដែលត្រាំឡើងនេះត្រាំក៏វាធ្វើនយោបាយជនតោវេសដល់វាធ្វើនយោបាយជនតោវេសទៅខាងប្រជាធិបតេយ្យហ្នឹងក៏វាប្តឹងទប់ស្កាត់ប្លុកចោលប្លុកមិនឈ្នះដើម្បីបង្កើតនៅភាពរញ៉េរញ៉ៃក៏វាឈានទៅដល់បាតកម្មនៅ LA បាតកម្មនៅ LA នេះDonald Trump វាកំពុងតែចង់សាកថាតើអំណាចប្រធានាធិបតីអាចធ្វើអ្វីបានខ្លះអញ្ចឹងក៏វាយក LA នេះជាកន្លែងធ្វើតេស្តចំណែកពួកប្រជាធិបតេយ្យក៏យក LA ហ្នឹងជាកន្លែងធ្វើតេស្តដែរឥឡូវនេះខាងប្រជាធិបតេយ្យកំពុងតែពង្រីកបាតកម្មចំណែកត្រាំនេះចង់យកអាបាតកម្មដែលកំពុងតែរីកដោយប្រជាធិបតេយ្យហ្នឹងទៅសាកល្បងមើលថាតើតុលាការគិតយ៉ាងម៉េចប្រជាជនអាមេរិកកាំងគិតយ៉ាងម៉េច
ចឹងអាបាតកម្មនៅ LA នេះគឺជាការសាកល្បងទាំងសងខាងឆ្លើយប៉ុណ្ណឹងសិនណាវណ្ណរតន៍ឆ្លើយប៉ុណ្ណឹងសិនការចង់បានរបស់បាតកោគឺមិនឲ្យចាប់ជនអន្តោប្រវេសន៍ខុសច្បាប់គោលដៅរបស់ដូណាល់ត្រាំគឺចាប់ជនអន្តោប្រវេសន៍ខុសច្បាប់ដើម្បីសាកល្បងកម្លាំងអាហ្នឹងតែប៉ុណ្្នឹងទេប៉ុន្តែរឿងនេះជ្រៅវាតកតងនៅអំពើពុករលួយនៃបកទាំងសងខាងដែលអំពើពុករលួយនោះអត់ចាត់ទុកថាជាខុសទេពីព្រោះជាអំពើពុករលួយពណ៌សនយោបាយវាអញ្ចឹងណាហើយអ្នកដែលបងខាតហ្នឹងគឺអាជីវករហើយនិងប្រជាជនទេប្រជាជននៅកាលីហ្វ័រញ៉ាទៅធ្វើការល្អល្អួលវាបងខាតហាងទំនិញនិងមុខរបរត្រូវគេវាយត្រូវគេលួចទៅឆក់ជាប្លន់ការខូចខាតទ្រព្យសម្បត្តិសាធារណៈវាទៅលើប្រជាជនវាខាតទាំងខ្ញុំដែលជាអ្នកបងពុនចំណែកអ្នកនយោបាយវាកំពុងតែប្រើល្បិចរៀងខ្លួនណាវណ្ណរតន៍ខ្ញុំនិយាយតែប៉ុណ្្នឹងទេរឿងខ្ញុំយល់ទាំងអស់តែពេលនេះខ្ញុំនិយាយប៉ុណ្្នឹងសិនណាថេរាតើរបៀបបង់លុយយ៉ាងម៉េចទៅអ៊ំចំពោះ Chat GPT Subscribe ទៅគេប្រាប់របៀបបង់លុយហើយមូនីរាជតើអាចមានសង្គ្រាមកើតឡើងតាមការពិតសង្គ្រាមអាចកើតឡើងពេលណាខ្ញុំមិនដឹងទេតែតានតឹងវាតែងតែមានការកើតឡើងណាតែខ្ញុំមិនចង់ឲ្យក្មួយឯងយកចិត្តទុកដាក់នឹងសង្គ្រាមទេចង់ឲ្យក្មួយឯងយកចិត្តទុកដាក់នឹងសាច់រឿងការចេះដឹងហើយនឹងជីវភាពជាងរិទ្ធវិរៈតើខ្ញុំធ្លាប់អានប្រវត្តិសាស្ត្រខ្មែរមុនសម័យចិនឡាទេធ្លាប់មានទាំងសភៅដល់សពថ្ងៃណាកាន់ថុលឆាយីកុំយកវីដេអូពូទៅចឹងគាត់មិនអីទេតែលួចរបស់ខ្ញុំទៅគេលួចគ្រប់តែគ្នាប៉ុន្តែអ្នកណាលួចវីដេអូខ្ញុំទៅគឺជាមនុស្សដែលអត់គោរពគ្នាហើយការដែលអត់គោរពគ្នាហ្នឹងគឺជាទម្លាប់មួយដែលខ្លួនអន្តរាយតែប៉ុណ្្នឹងទេសៃហានសម័យលោកលន់ណុលឆ្នាំ72កោះគុតយ៉ាងតិចពាក់កណ្ដាលជារបស់ខ្មែរតើពិតទេអត់ពិតទេអត់ពិតអូខេកែវម៉ាប់អញ្ចឹងអ្នកអញ្ចឹងអស់ពីត្រាំទៅគណៈបកប្រជាធិបតេយ្យសោយរាជរហូតហើយគណៈបកសាធារណរដ្ឋកំពុងតែភ្លើអ្នកដែលគណៈបកសាធារណរដ្ឋនៅសភាភ្លើជាងគេវានៅជាប់ជំពាក់អំពើពុករលួយច្រើនណាស់ដែលវាអត់ព្រមកាត់បន្ថយការចាយវាយទេកញ្ចប់ថវិកានេះគឺធ្វើឲ្យអាមេរិកជាប់ជំពាក់បំណុលនៅក្នុងឆ្នាំ2029អាចឡើងដល់42 trillion ដុល្លាររីឯអភិបាលរដ្ឋសាធារណរដ្ឋមានអភិបាលរដ្ឋមួយចំនួនខំប្រឹងការពារបកគម្រក់ជាងគេបំផុតនៅក្នុងគណៈបកសាធារណរដ្ឋគឺនៅសភាអស់ពីដូណាល់ត្រាំទៅបេក្ខជនប្រធានាធិបតីមានមនុស្សម្នាក់ដែលខ្ញុំមើលឃើញក៏ប៉ុន្តែតើគាត់អាចធ្វើយុទ្ធនាការបោះឆ្នោតបានទេបើបកគាត់ហ្នឹងវាចោលមកសៀតគណៈបកសាធារណរដ្ឋកំពុងតែចាញ់
ពីព្រោះគណៈបក្សសាធារណរដ្ឋហ្នឹងអត់មានមូលដ្ឋាននយោបាយច្បាស់លាស់ទេសពថ្ងៃនេះណានៅក្នុងជួរសាធារណរដ្ឋណាកំពុងតែបំផ្លាញត្រំចោលណាដូច្នេះពិបាកណាស់សំបីតែគណៈបកប្រជាធិបតេយ្យចាញ់ឆ្នោតប៉ុណ្ណឹងហើយពួកសាធារណរដ្ឋអត់ព្រមទេស្អីដែលគេវាយត្រំណាសភាសាធារណរដ្ឋអត់លោកដៃជួយទេមិនត្រឹមនេះសភាប៉ុណ្ណឹងសភាសាធារណរដ្ឋនឹងបំផ្លាញនយោបាយត្រំទៀតហើយអាគណៈបក្សសាធារណរដ្ឋនេះដែលបាននៅដល់សប្តាហ៍ដោយសារដូណាល់ត្រាំទេបើអត់ដូណាល់ត្រាំវាលាយបាត់វាលំបាត់អញ្ចឹងហើយវិបត្តិនយោបាយផ្ទៃក្នុងសហរដ្ឋអាមេរិកនេះយ៉ាប់ណាស់បានជាជនតៅវេសនៅសហរដ្ឋអាមេរិកនឹងអត់ខ្លាចទេបានជាវាកើតបាតកម្មបាត់អីឡើងគេអត់ខ្លាចមកពីអីតាំងពីឆ្នាំ2008មកគណៈបកប្រជាធិបតេយ្យមានស្នៀតមួយដែលគេប្រើប្រាស់បានគឺបាតកម្មតាំងពី2008មកគេយកស្នៀតបាតកម្មហ្នឹងឯងហើយតបាតកម្មហើយខូចខាតអូយប្រជាជនខូចខាតអស់ហើយអានោះវាអញ្ចឹងវាអញ្ចឹងវាកើតឡើងអញ្ចឹងឥឡូវនេះវាគណៈបក្សសាធារណរដ្ឋវាមិនមែនបែកបាក់ទេឲ្យតែជាប់ឆ្នោតគឺពុកអលួយហើយរឿងថ្ងៃមុនតាក់ទងណា Elon Musk កំពុងតែ Elon Musk បាននិយាយស្អីហ្នឹងខុសអាទាស់គ្នាមកប្រាវជាមួយត្រំហ្នឹងElon Musk បានធ្វើកំហុសច្រើនណាមិនមែនខុសច្បាប់ទេតែវាខុសនយោបាយច្រើនណាហើយការដែលខុសនេះណា Elon Musk វាអត់ចំណេញហើយអាត្រំក៏វាខាតចឹងអាពីរអ្នកហ្នឹងទាស់គ្នាមកប្រាវហ្នឹងខាតសម្បើមណាអាហ្នឹងអញ្ចឹងកង់តើមានវិធានការដោយបណ្ដេចចំពោះប្រទេសថៃដែលគេតែងតែសញ្ញេនឹងដៃលុបចោលនឹងជើងកង់ប្រើពាក្យសម្ដីអត់បានការវាគ្មានអាថៃណាសញ្ញេនឹងដៃលុបនឹងជើងទេអូខេកុំប្រើអាពាក្យអត់បានការរៀនឲ្យវាចេះនយោបាយឲ្យច្បាស់លាស់កុំប្រើអាពាក្យសម្ដីអត់បានការហ្នឹងនោះដូចជារឿងយកអីណាស្នៀតអី30កុក30កណ្ដួយអីមកនិយាយអីស្នៀតឆាវអីកុំប្រើអាពាក្យអន់ហ្នឹងប្រើអាពាក្យណាដែលជាបច្ចេកទេសនយោបាយវាគ្មានថៃឯណាសញ្ញេនឹងដៃលុបនឹងជើងអីទេថៃឡែនបាននិយាយថាកម្ពុជារំលោភលើកិច្ចលើ MOU ឆ្នាំ2651ដងកម្ពុជាត្រូវបង្ហាញថាកម្ពុជាអត់បានរំលោភទេថៃទេដែលបានរំលោភលើកម្ពុជាប៉ុន្មានដងបើយើងយកអាពាក្យកណ្ដួយស្ញាញ់ហ្នឹងមកនិយាយអីណាលុបសញ្ញេដៃលុបជើងអីអាណាគេមកនិយាយមួយយើងបើមិនជឿទេខ្លួនឯងទៅនិយាយប្រាប់អ្នកកសែតបរទេសគេថាចុយមកអាចនេះនិយាយទៅសម្រាមមក
គេលួចជេរយើងទៀតណាកូនបើយើងចង់ការពារនៅផលប្រយោជន៍របស់យើងបើទាល់តែយើងបង្ហាញថាថៃបានរំលោភមកលើកិច្ចព្រមព្រៀងណារំលោភលើ MOU នឹងកន្លែងណាស្អីសញ្ញេដៃលុបអញ្ជើងអីបានប្រយោជន៍អីទៅនិយាយឲ្យអាណាស្ដាប់ភាសាថ្នល់ភាសាមនុស្សល្ងងគេមិនស្ដាប់យើងទេចាំខ្ញុំប្រាប់ណាខ្ញុំបញ្យល់ឲ្យយល់កុំខឹងខ្ញុំកុំខឹងកុំស៊ីចូលឲ្យកុំខឹងថៃវាឲ្យបញ្ជាការភូមិភាគ1 2វាប្រកាសថាកម្ពុជារំលោភលើ MOU ឆ្នាំ2600ណា651ដងណាកង651ដងកម្ពុជាក្រសួងការបរទេសក្តីក្រសួងការពារជាតិក្តីក្រសួងមហាផ្ទៃក្តីក្រសួងព័ត៌មានក្តីនិងប្រព័ន្ធផ្សព្វផ្សាយកម្ពុជាត្រូវបង្ហាញអំពីការរំលោភរបស់ថៃលើអនុសារណៈឆ្នាំ2000មិនក៏យើងមិនផ្សាយ